ជំរាបសួរនិងស្វាគមន៍បងប្អូនទាំងអស់គ្នាត្រឡប់មកកាន់ Channel Movie Play Drama 2026 ជាថ្មីម្ដងទៀតរឿងរ៉ាវក្នុងភូមិព្រាកស្លាកាន់តែឡើងកម្ដៅហើយអត្ថាកំបាំងកាន់តែជ្រៅទៅហើយបងប្អូនក្នុងភាគទី3នេះដែលមានចំណងជើងថាម្រាមដៃចង្អុលផ្លូវតើក្រដាស់ដែលវិសាលរើបានមានបង្កប់អត្ថាកំបាំងអ្វីខ្លះហើយហេតុអ្វីបានជាអ្នកម្ដាយរបស់គេមានប្រតិកម្មខ្លាំងបែបនេះគុំអោយខាត់ពីយូសូមអញ្ជើញតាមដានសន្តាប់សាច់រឿងដ៏រន្ធត់នេះជាមួយខ្ញុំបាទដូចតទៅយប់នេះភូមិព្រាកស្លាមានសម្ភារត្រជាក់ស្រេបខុសពីធម្មតាវិសាលឈរនៅស្ងៀមមួយសន្ទុះសម្លឹងមើលក្រដាសតូចមួយក្នុងដៃដែលប្រឡាក់ដោយដីនិងស្នាមទឹកពន្លឺព្រះច័ន្ទរាត្រីនេះហាក់ស្រអាប់ស្រមោលដើមឈើធំៗដេកដួលលើដីដូចជាដីបិសាចដែលចាំក្រញីអ្នកដំណើរគីដកដង្ហើមធំរួចដោតត្រឡប់មកផ្ទះវិញដោយចិត្តមិនស្ងប់តល់តែសោះស្រាប់តែមានសំឡេងចេញពីក្នុងកំពូតព្រៃក្បែរផ្លូវលំសុកវិសាលជប់ងក់វិសាលគឺខ្ញុំតុលាទេតុលាចេញមកទាំងទឹកមុខស្លេកស្លាំងដៃម្ខាងកាន់ពេលដែលញ័រទ្រឹៗឯដៃម្ខាងទៀតខ្ទាប់ខ្សែព្រះយ៉ាងណែនរហូតដល់ឡើងសរសៃដៃឯងមកធ្វើអីនៅទីនេះទាំងយប់តុលាផ្ទះឯងនៅឯណោះតោះវិសាលសួរតែងឿងឆ្ងល់តុលាតបវិញទាំងដង្ហុកថាខ្ញុំបារម្ភពីឯងខ្លាចខ្មោចសុភីលងបោកហើយមិញនេះខ្ញុំឃើញពូសុករត់ទាំងត្រដោខ្ចលចេញពីវាលស្រែគាត់ថាឃើញសុភីអង្គុយលើមាក់ចម្ប៉ាយំសោកបោកខ្លួនឲ្យជួយឯងកុំដៅម្នាក់ឯងអីគ្រោះថ្នាក់ណាស់វិសាលគ្រវីក្បាលគេមិនជឿលើរឿងខ្មោចលងអ៊ីតប្រយោជន៍ទេតែគេជឿថាវិញ្ញាណបូនស្រីប្រហែលជាចង់ប្រាប់អ្វីមួយយ៉ាងនៅពេលដើរមកដល់មុខផ្ទះគេឃើញអ្នកមីងរ៉េតនិងអ្នកភូមិពីររៀបញាក់កំពុងឈរជាគ្នាខ្សឹបតែពេលឃើញវិសាលដើរកាត់ពួកគេក៏នាំគ្នាស្ងាត់មាត់ឈឹងបែរជាសម្លឹងមើលគេដោយខ្សែភ្នែកដែលពោពេញដោយការភ័យខ្លាចនិងការសង្ស័យបំផុតវិសាលឡើងលើផ្ទះឃើញយាយម៉ៅកំពុងអង្គុយបង្វិលខ្សែអង្កាំសូត្រមន្តនៅមុខរូបថតសុភីកូនមកវិញហើយរើវិសាលកុំដើរយប់ប្រលប់ពេកអីប្រលឹងនាងប្រហែលជានៅវាលវល់មិនតាន់ទៅណាឆ្ងាយឡើយវិសាលចូលទៅជិតម្ដាយរួចហុចក្រដាសនោះឲ្យគាត់មើលម៉ែស្គាល់អក្សរលើក្រដាសនេះទេខ្ញុំរើបានវានៅកន្លែងដៃសុភីចុងកគ្រាន់តែឃើញក្រដាសនោះភ្លាមដែលយាយម៉ញ៉ទ្រឹគាត់មិននិយាយអ្វីទាំងអស់តែបែរជាប្រញាប់យកក្រដាសនោះទៅដុតចោលខឹងចង្ក្រានដៃភ្លាមកុំសួរអីទៀតវិសាលបើកូនចង់រស់នៅដោយសុខសាន្តកុំកកែរឿងនេះអីទុកឲ្យសុភីទៅតាមកម្មរបស់នាងចុះគាត់និយាយទាំងទឹកភ្នែកហូររហាមយប់កាន់តែជ្រៅស្រាប់តែមានខ្យល់បក់មកយ៉ាងខ្លាំងនាំមកនៅក្លិនផ្កាចម្ប៉ាដែលក្រអូបឈួលវិសាលក្រឡេកមើលទៅក្រៅបងអោចព្រះអើយស្រមោលស្អុះខ្មៅម្យ៉ាងឈរនៅក្រោមដើមឈើធំមានសក់វែងអឹងហើយស្លៀកខ្សែរងចងកាប៊ីនពណ៌ស្លាទុំគឺសុភីនាងមិនបានលងបន្លាចទេតែទឹកភ្នែកឈាមហូរស្រក់លើថ្ពាល់ទាំងសងខាងនាងលើកដៃស្លេកស្លាំងចង្អុលទៅទិសដៅផ្ទះរបស់មេភូមិសានមុននឹងរលាយបាត់ទៅខឹងភាពងងឹតតើសុភីចង់ប្រាប់ថាមេភូមិសានជាឃាតករមែនទេហើយហេតុអ្វីយាយមកខ្លាចរហូតដល់ដុតភៀកតតាំងចោលយុតិធម៌មិនទាន់ត្រូវបានលាតត្រដាងហើយផ្លូវដែលវិសាលត្រូវដល់នេះនឹងនាំគេទៅរកការពិតដ៏រន្ធត់ដែលមិនអាចនឹកស្មានដល់សូមកុំភ្លេចរងចាំតាមដានភាគទី4ជាបន្តទៀតដើម្បីកុំឲ្យខកខានសូមជួយចុច Subscribe និង Like Channel Movie Play Drama 2026ផងជួបគ្នានៅភាគក្រោយជម្រាប